សូមជម្រាបសួរបងប្អូនទាំងអស់ដែលបានមកចូលទស្សនានៅក្នុង Channel Elucidate របស់ខ្ញុំបាននៅក្នុងវីដេអូនេះខ្ញុំបាននឹងធ្វើបទបង្ហាញខ្លីស្ដីអំពីប្រយោគសាមញ្ញនៅក្នុងភាសាអង់គ្លេសនៅក្នុងភាសាអង់គ្លេសប្រយោគដ៏សាមញ្ញមួយត្រូវបានផ្គុំដោយធាតុសំខាន់ចំនួន5ធាតុសំខាន់នោះរួមមានទី1គឺ subject យើងជាខ្មែរយើងហៅថាជាប្រធានធាតុទី2គឺ verb ដែលយើងប្រែជាខ្មែរថាកិរិយាសព្ទធាតុទី3គឺ object ឬដែលយើងហៅថាកម្មបត្តិនៅក្នុងភាសាខ្មែររបស់យើងធាតុទី4គឺ complement នេះគឺជាកម្មបត្តិសម្រាប់ linking verb សម្រាប់កិរិយាសព្ទដែលមិនបង្ហាញពីអំពើគឺគ្រាន់តែភ្ជាប់បានហើយធាតុទី5គឺគុណកិរិយាដែលយើងហៅជាអង់គ្លេសថា adverbial យើងចង់ដឹងថាតើធាតុទាំង5នេះអាចផ្គុំគ្នាយ៉ាងដូចម្ដេចដើម្បីឲ្យคล้ายទៅជាប្រយោគមួយនៅក្នុងភាសារបស់ភាសាអង់គ្លេសការផ្គុំទី1វាអាចជាការផ្គុំរវាង subject បូក verb បូកជាមួយនឹង adverbial យើងមើលនៅក្នុងឧទាហរណ៍នេះ The flight is leaving shortly អញ្ចឹង the flight នេះគឺជា subject is leaving នេះគឺជានៅវាជា verb ប៉ុន្តែវាស្ថិតនៅក្នុងទម្រង់ជា verb phrase ដោយសារវាមានការផ្គុំរវាង verb 2នៅក្នុងនេះគឺ verb to be is ហើយជាមួយនឹង verb leave ប៉ុន្តែវាជា ordinary verb ប៉ុន្តែវាស្ថិតនៅក្នុងទម្រង់ ing ហើយ shortly គឺជា adverb អញ្ចឹងនេះគឺជាការផ្គុំឬក៏ជាទម្រង់មួយឬក៏ជារូបមន្តមួយនៃការផ្គុំរវាង subject បូកជាមួយនឹង verb បូកជាមួយនឹង adverb ហើយឧទាហរណ៍ The flight is leaving shortly ចុះការផ្គុំរបៀបទី2ឬក៏រូបមន្តទី2រូបមន្តទី2គឺ subject បូកជាមួយនឹង verb ហើយបូកជាមួយនឹង complement ហើយដូចដែលខ្ញុំបញ្ជាក់ពីខាងដើម complement វាក៏ជាកម្មបត្តិដែរប៉ុន្តែវាជាកម្មបត្តិភាគច្រើនសម្រាប់ linking verb សម្រាប់កិរិយាសព្ទដែលគ្រាន់តែភ្ជាប់ដែលមិនបង្ហាញអំពីអំពើអញ្ចឹងឧទាហរណ៍របស់ទម្រង់នេះឧទាហរណ៍ My father is a teacher អញ្ចឹង my father នេះគឺជា noun phrase មួយដែលដើរតួនាទីជា subject ហើយ verb to be is នេះដែលប្រើជាមួយនឹងប្រធានទាំងឡាយណា subject ទាំងឡាយណាដែលជា third person singular ដែលជាបរិសុទ្ធទី3ក្នុងទម្រង់ឯកវចនៈបាទហើយ a teacher នេះគឺជា noun phrase បាទអញ្ចឹងវាជាទម្រង់មួយដែលគុំរវាង subject បូកជាមួយ verb បូកជាមួយនឹង complement នេះគឺជារូបមន្តមួយទៀតឬក៏បង្គំមួយទៀតរវាង subject បូក verb បូកជាមួយ object ហើយនេះគឺជាទម្រង់ដែលយើងឃើញជាទូទៅភាគច្រើនដោយសារកិរិយាសព្ទមួយចំនួនដែលវាបង្ហាញពីអំពើដែលយើងហៅថា transitive verb ហ្នឹងគឺវាត្រូវការកម្មបត្តិឧទាហរណ៍ I wrote a letter បាទ I នេះគឺជា subject wrote នេះគឺជាទម្រង់ past simple របស់កិរិយាសព្ទ write សរសេរហើយ a letter នេះគឺសម្បត្តិបាទខ្ញុំបានសរសេរសម្បត្តិមួយនេះគឺជាទម្រង់ subject បូកជាមួយនឹង verb បូកជាមួយនឹង object នៅក្នុងទម្រង់ទី4គឺ subject បូកជាមួយ verb ប៉ុន្តែនៅក្នុងករណីនេះគឺវាមាន object
ដល់ទៅ2មានកម្មបត្តិដល់ទៅ2អញ្ចឹងយើងកលេចមើលថាតើកិរិយាសព្ទណាដែលអាចមានកម្មបត្តិឬក៏ object ដល់ទៅ2ហ្នឹងឧទាហរណ៍នៅក្នុងនេះគឺ the thief gave the inspector his coat បានន័យថាចោរបានប្រគល់ឬក៏បានឲ្យលោកអធិការនៅអាវធំរបស់គាត់វិញបាទអញ្ចឹង the coat the inspector នេះក៏គឺជាកម្មបត្តិហើយ his coat ក៏ជាកម្មបត្តិដែរបាទនេះគឺជាទម្រង់ subject verb ហើយបូកនឹង object ហើយមាន object មួយទៀតបាទទម្រង់ទី5គឺទម្រង់មាន subject បូក verb បូក object ហើយបូកនឹង complement ជានៅក្នុងឧទាហរណ៍នេះគឺឧទាហរណ៍ they called the inspector sir មានន័យថាពួកគេបានហៅលោកអធិការថា sir បាទអញ្ចឹងនៅក្នុងកិរិយាសព្ទ call ឬក៏ verb call នេះវាមាន object មួយហើយនឹង complement មួយបាទអញ្ចឹងហើយបានជានៅក្នុងទម្រង់របស់ sentence នេះវាមាន subject បូកជាមួយនឹង verb បូកជាមួយនឹង object ហើយបូកជាមួយនឹង complement ទម្រង់ទី6នេះគឺយើងមាន subject បូក verb បូក object បូកជាមួយនឹង adverbial គឺមានទម្រង់ប្រធានបូកជាមួយកិរិយាសព្ទបូកជាមួយនឹងកម្មបត្តិបូកជាមួយនឹងគុណកិរិយាឥឡូវយើងមើលឧទាហរណ៍ជាក់ស្ដែងនៅក្នុងនេះអញ្ចឹងនៅក្នុងនេះគាត់ឧទាហរណ៍ he put the coat on his arm មានន័យថាគាត់បានដាក់អាវធំរបស់គាត់នៅលើដៃរបស់គាត់ឬក៏កាន់បាទអញ្ចឹងនៅក្នុងនេះយើងមានកិរិយាសព្ទមាន subject pronoun he មួយមាននៅក្នុង verb យើងមានកិរិយាសព្ទ put ហើយ object គឺ the coat ហើយនឹង adverbial គឺ on his arm អញ្ចឹងដូចដែលខ្ញុំបានបញ្ជាក់នៅក្នុងមេរៀនមុនឬក៏វីដេអូលើកមុនដើម្បីឲ្យភាសាអង់គ្លេសរបស់យើងប្រើប្រាស់ទៅត្រឹមត្រូវបានច្រើនខ្ញុំសូមរំលឹកម្ដងទៀតគឺយើងចាំបាច់ត្រូវចាំឬក៏ត្រូវប្រើ structure របស់កិរិយាសព្ទមួយនឹងឲ្យបានត្រឹមត្រូវហើយការដែលយើងដឹង structure របស់កិរិយាសព្ទហ្នឹងគឺយើងអាចប្រើប្រាស់ឬក៏យើងអាចវិភាគនៅក្នុងទិដ្ឋភាពវេយ្យាករណ៍តាមទម្រង់ទាំងអស់នេះបានប៉ុន្តែនៅក្នុងភាសានិយាយក្តីនៅក្នុងភាសាសរសេរក្តីដើម្បីឲ្យភាសាអង់គ្លេសរបស់យើងនឹងគឺប្រើប្រាស់ទៅបានត្រឹមត្រូវហើយងាយយល់សម្រាប់អ្នកដែលជាជនជាតិដើមនៅពេលដែលយើងសន្ទនាឬក៏យើងធ្វើការទំនាក់ទំនងទៅពួកគាត់គឺគាត់ងាយយល់អញ្ចឹងខ្ញុំសំណូមពរថាឲ្យយើងទន្ទិញឬក៏រៀន structure របស់កិរិយាសព្ទមួយហ្នឹងឲ្យបានច្រើនប្រយោជន៍ទី1គឺយើងប្រើប្រាស់ទៅគឺមិនខុសទី2ទៅគឺវាជួយយើងបង្កើនអាពាក្យចំនួនពាក្យដែលយើងដឹងនៅក្នុងការរៀនភាសាចំនួនពាក្យដែលយើងដឹងកាន់តែច្រើនយើងប្រើប្រាស់ភាសានោះបានកាន់តែល្អអញ្ចឹងយើងកលេចមកកាន់យើងសង្កេតឃើញថានៅក្នុង element subject verb object complement និង adverbial ថាតើពាក្យឬក៏ក្រុមពាក្យណាខ្លះដែលអាចកាន់តួនាទីជា subject ជា verb ជា object ជា complement ឬក៏ជា adverbial បាទអញ្ចឹងនៅក្នុងពាក្យឬក៏ក្រុមពាក្យដែលអាចដើរតួនាទីជា subject បានគឺជាពពួក noun phrase ហើយ noun phrase នេះគឺយើងនិយាយរួមទាំង noun
ទាំង pronoun ហើយនឹង noun phrase ផងដែរឧទាហរណ៍ថានៅក្នុងនេះគឺយើងមានពាក្យថា the flight ចឹងអានេះគឺជា noun phrase មួយដែលមាន noun ឈរខាងមុខ flight ហ្នឹងគឺជា noun ហើយ the នេះគឺជាយើងនិយាយនៅក្នុងភាសាមុនយើងហៅថាជា determiner ឬក៏យើងហៅថាជា article អញ្ចឹងនៅក្នុងភាសាអង់គ្លេសជាទូទៅគឺមាន article ដែលឈរនៅខាងមុខ noun ហ្នឹងអញ្ចឹងពាក្យ I នេះគឺជា pronoun បកថាខ្ញុំហ្នឹងបាទហើយ noun phrase មួយទៀតនៅក្នុងនេះវាមានពាក្យថា students ដែលជា noun ឈរខាងមុខហើយ determiner ជាចំនួននេះឈរនៅខាងក្រោយអញ្ចឹងបាទអញ្ចឹង two students អញ្ចឹងអាហ្នឹងក៏ជា noun phrase ដែរហើយ noun phrase មួយទៀតនៅក្នុងឧទាហរណ៍ខាងក្រោយនេះគឺ a very good teacher អញ្ចឹងនេះគឺជា noun phrase ដែលវាហើយនៅក្នុងភាសាអង់គ្លេសវាបញ្ច្រាស់ពីភាសាខ្មែរយើងជាទូទៅនៅក្នុងភាសាខ្មែរយើងដាក់នាមនៅខាងមុខយើងនិយាយនាមមុនឬក៏សរសេរនាមមុនហើយបានយើងសរសេរadjective ឬក៏គុណនាមនៅខាងក្រោយប៉ុន្តែផ្ទុយមកវិញសម្រាប់ភាសាអង់គ្លេសគឺគេសរសេរអានាមនេះនៅខាងចុងគេហើយគេសរសេររបៀបដូចដេញមកក្រោយអញ្ចឹងតែថានៅក្នុងនេះគឺនាម teacher នេះគឺជានាម good នេះគឺជា adjective បាទដល់ very នេះគឺជា adverb ឬក៏គុណកិរិយាដែលបំពេញន័យឲ្យ adjective នេះបាទហើយដល់ពេលនៅក្នុងភាសាអង់គ្លេសជាទូទៅគឺមាន article មួយគឺគេដាក់នៅខាងដើមគេអញ្ចឹងនៅពេលដែលយើងតម្រៀបភាសាអង់គ្លេសគឺយើងដាក់ article ប្រសិនបើយើងមានបន្ទាប់មកមាន adverb បន្ទាប់មកមាន adjective ហើយបន្ទាប់មកយើងមាន noun នេះគឺជាលំដាប់នៅក្នុងភាសាអង់គ្លេសប៉ុន្តែការបកប្រែរបស់ខ្មែរយើងដូចដែលខ្ញុំបញ្ជាក់អញ្ចឹងគឺខ្មែរយើងហៅឬក៏យើងសរសេរអានាមនេះមុនអញ្ចឹងនៅពេលដែលយើងបកប្រែគឺយើងចាប់ដើមបកចេញពីនាមនេះមកមុនទៅថាលោកគ្រូដ៏ល្អបំផុតមួយបាទឬលោកគ្រូដ៏ល្អបំផុតម្នាក់បាទឬក៏ល្អណាស់លោកគ្រូដែលល្អណាស់ម្នាក់អញ្ចឹងទៅបាទអញ្ចឹង noun phrase ដើរតួនាទីជា subject បាទហើយ noun phrase ហ្នឹងគឺវាអាចជួនកាលវាអាចជា noun តែមួយវាអាចជា pronoun តែមួយដូចអាយនេះអញ្ចឹងហើយប៉ុន្តែជួនកាលនៅស្ថានភាពខ្លះទៀតវាអាចមាន article មួយនិង noun មួយឬក៏វាអាចមាន adjective មួយហើយជាមួយនឹង noun មួយហើយចំពោះ phrase ដែលវាវែងអញ្ចឹងគឺវាអាចនៅក្នុងឧទាហរណ៍នេះគឺ a very good teacher ហ្នឹងគឺវាមាន teacher ជា noun good ជា adjective very នេះជា adverb ហើយនេះជា article អញ្ចឹងវាជា noun phrase មួយដែលវាអញ្ចឹងមកកន្សោមមក phrase ហ្នឹងគឺវាដើរតួជា subject បាទអញ្ចឹងយើងមកមើល verb អញ្ចឹង verb យើងហៅថាជា verb phrase យើងហៅថាជាកិរិយាសព្ទឬក៏កន្សោមកិរិយាសព្ទព្រោះនៅក្នុង sentence ខ្លះយើងប្រើកិរិយាសព្ទតែមួយទេប៉ុន្តែនៅក្នុងភាសាអង់គ្លេសហើយជួនកាលនៅក្នុង sentence ខ្លះគេប្រើកិរិយាសព្ទពីរជាទូទៅយើងហៅថា ordinary verb មួយនៅក្នុងឧទាហរណ៍នេះគឺ living គឺមកពីកិរិយាសព្ទ live ចាកចេញហើយនៅក្នុងទម្រង់ ing form ហើយទម្រង់ហ្នឹងគេប្រើនៅក្នុងទម្រង់ present continuous ឬក៏ past continuous អញ្ចឹងទៅអញ្ចឹងនៅក្នុងនេះវាមានពាក្យ is មួយទៀតដែលជា verb to be អញ្ចឹងជា auxiliary verb អញ្ចឹងគេផ្គុំពាក្យហ្នឹងទាំងពីរសម្រាប់ប្រើនៅក្នុងទម្រង់ present continuous
បាទចឹងអាហ្នឹងវាមាន verb 2ចឹងហើយបានគេប្រើពាក្យថា noun សំទោសជា verb phrase បាទហើយពាក្យមួយទៀតគឺ served served ហ្នឹងគឺបំរើមកពីកិរិយាសព្ទ serve ប៉ុន្តែនេះគេថែម ed នៅខាងចុងនេះគឺដោយសារវាជាទម្រង់អតីតកាល past tense បាទហើយនេះកិរិយាសព្ទមួយទៀតជាverb phrase មួយទៀតគឺវាមានពាក្យថា book ហើយនឹង must បាទអញ្ចឹងនៅក្នុងនេះ book នៅកន្លែងនេះគឺមានន័យថាយើងកក់កន្លែងយើងកក់បន្ទប់ហូតែលឬក៏យើងបំរុងបន្ទប់ហូតែលអីចឹងទុកជាមុនហើយ must នេះបកថាត្រូវតែប៉ុន្តែ must នៅក្នុងនេះវាជា auxiliary verb អញ្ចឹងខ្លឹមសារសំខាន់ដែលយើងចង់បញ្ជាក់កន្លែងនេះគឺអ្នកដែលដើរតួនាទីជា verb បានគឺជា verb phrase ហើយ verb phrase ហ្នឹងគឺវាអាចជា verb តែមួយវាអាចជាមាន verb 2ហើយអាចជាទូទៅអាចមាន auxiliary verb ហើយនឹងជា ordinary verb មួយហើយនឹង verb ហ្នឹងគឺវាអាចប្រែប្រួលតាមទម្រង់ផ្សេងដែលយើងនឹងរៀនលម្អិតបន្ថែមនៅពេលដែលយើងរៀនពី tense មួយនៅក្នុងមេរៀនបន្តទៀតដល់ពេល object object នេះគឺអ្នកដែលដើរតួជា object បានគឺជា noun phrase ដូចគ្នាជាមួយនឹងដូចស្តៀងគ្នាជាមួយនឹង subject ដែរបាទអញ្ចឹង noun phrase ហ្នឹងវាអាចមានជា noun តែមួយឬក៏ជាទម្រង់ noun ហើយមាន article ឬក៏វាមាន article មាន adjective មាន article មាន adjective បូក noun ឬក៏មាន article បូក adverb បូក adjective បូក noun នៅក្នុងឧទាហរណ៍ខាងលើនេះចឹងបាទអាហ្នឹងគឺជា object អញ្ចឹងជារួម noun phrase អាចដើរតួនាទីជា object បានដល់ពេលចូល complement នេះ complement ហ្នឹងទីមួយគឺវាអាចជា adjective phrase adjective phrase ហ្នឹងគឺ complement នៅកន្លែងនេះវាដូចជា object ដែរប៉ុន្តែវាជា object របស់ពពួក linking verb ដែលកិរិយាសព្ទមិនបង្ហាញពីអំពើគ្រាន់តែបញ្យលបន្ថែមឬក៏ភ្ជាប់ទៅនឹង subject បាទហើយអ្នកដែលអាចដើរតួនាទីជា complement បានទីមួយគឺ adjective ឬក៏ adjective phrase ហ្នឹងអញ្ចឹងឧទាហរណ៍នៅក្នុងនេះមាន very good អីចឹងទៅបាទឧទាហរណ៍ថា the weather is very good បាទអាកាសធាតុល្អហើយអ្នកដែលអាចដើរតួនាទីជា complement មួយទៀតគឺ noun phrase នឹងឯងបាទអញ្ចឹង noun phrase ដូចដែលយើងបានបញ្យល់ខាងលើហ្នឹងវាអាចមានទម្រង់ជា noun តែមួយ noun ហើយបូកនឹង article នៅក្នុងឧទាហរណ៍នេះ teacher ឬក៏ទម្រង់ផ្សេងទៀតដែលខ្ញុំបានបង្ហាញខាងលើបាទដល់ពេលពពួកមួយទៀតដែលអាចដើរតួនាទីជា adverbial នេះ element ទី5នៅក្នុង sentence ហ្នឹងគឺវាអាចជា adverb តែមួយតែឯងចឹងទៅដូចគេថាពាក្យថា shortly ចឹងបាទពាក្យ shortly ហ្នឹងគឺជា adverb មានន័យថាឆាប់ឬក៏ភ្លាមហ្នឹងបាទហើយមួយទៀតអ្នកដែលអាចដើរតួនាទីជា adverbial បានគឺ prepositional phrase រូបមន្តរបស់ prepositional phrase គឺបានមកពី preposition បូកជាមួយនឹង noun phrase អាហ្នឹងវាคล้ายទៅជា prepositional phrase ហើយ prepositional phrase នេះគឺអាចមានតួនាទីជា adverbial ឬក៏មានតួនាទីដូចជាគុណកិរិយាដែលបំពេញន័យឬគឺពិពណ៌នាទៅឲ្យ verb នេះបាទអាហ្នឹងគឺជាទម្រង់ដែលយើងត្រូវចាំហើយទម្រង់មួយទៀតវាជា noun phrase ដែរប៉ុន្តែដើរតួនាទីស្តៀងជាមួយនឹង adverbial ទៀតថា next week next year អញ្ចឹងទៅ so the meeting will happen next week បាទនឹងឧទាហរណ៍អញ្ចឹង the meeting will happen next week មានន័យថាកិច្ចប្រជុំនោះនឹងកើតឡើងនៅសប្តាហ៍ក្រោយអញ្ចឹងអា next week ហ្នឹងកន្លែងហ្នឹងវាជា noun phrase ក៏ពិតមែនប៉ុន្តែវាមានតួនាទីដូចជា adverb ដែលពិពណ៌នាអំពីពេលវេលាបាទអញ្ចឹង
អ្វីដែលខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតហ្នឹងគឺដើម្បីឲ្យភាសាអង់គ្លេសរបស់យើងអឺកើនដើម្បីឲ្យភាសារបស់អង់គ្លេសរបស់យើងនឹងនិយាយទៅបានត្រឹមត្រូវសរសេរបានត្រឹមត្រូវស្ដាប់ទៅវាអឺដូចថាវាដូចជាអ្នកដែលមានភាសាអង់គ្លេសជាភាសាកំណើតរបស់ខ្លួនហ្នឹងគឺទាមទារឲ្យយើងចាំ structure របស់កិរិយាសព្ទមួយហ្នឹងទម្រង់របស់កិរិយាសព្ទមួយអញ្ចឹងពាក្យដែលយើងត្រូវរៀននៅក្នុងនេះពាក្យដែលយើងត្រូវរៀននៅក្នុងនេះគឺឧទាហរណ៍ថាកិរិយាសព្ទ call ខ្ញុំលើក call មកក្នុងនេះគឺបងប្អូនប្រហែលជាដឹងដូច I will call you អញ្ចឹងទៅអាហ្នឹងតាមពិតន័យសម្ញថាខ្ញុំនឹងទូរស័ព្ទទៅអ្នកប៉ុន្តែ call នៅក្នុងឧទាហរណ៍នេះនៅក្នុង structure នេះកាលណាវាមានទម្រង់ call បូក object មួយបូក complement មួយវាមានន័យថាជាខ្មែរហៅថាអាចហៅថាហៅឬក៏ដាក់ឈ្មោះឬក៏គិតថានរណាម្នាក់ថាជាអ្វីមួយហើយនៅកន្លែងនេះគឺខ្ញុំបញ្យល់បន្ថែមត្រង់ថាប្រសិនបើយើងទាំងអស់គ្នាអ្នកខ្លះគាត់មានកម្រិតរៀនដំបូងយើងព្យាយាមបកប្រែដើម្បីឲ្យយើងយល់អញ្ចឹងទៅដើម្បីឲ្យកម្រិតភាសានឹងកើនទៅមុខតែម្ដងក៏ប៉ុន្តែសម្រាប់អ្នកដែលយើងចេះបានមួយចំនួនធំហើយខ្ញុំថាជាការល្អនៅពេលដែលយើងរៀនពាក្យអង់គ្លេសមួយហ្នឹងគឺយើងព្យាយាមចាំclear អង់គ្លេសមួយទៀតដែលមានន័យស្មើជាមួយនឹងពាក្យអង់គ្លេសហ្នឹងចឹងគឺវាបង្កើនចំណេះដឹងឬក៏បង្កើនចំនួនអង់គ្លេសមានន័យថាទៅពេលដែលយើងរៀនដល់កម្រិតខ្ពស់នេះទៅយើងអាចគិតជាការគិតរបស់យើងគិតនៅក្នុងភាសាអង់គ្លេសអាហ្នឹងខ្ញុំនិយាយសម្រាប់អ្នកដែលគាត់អាចថាមានកម្រិតintermediate ឬក៏ upper intermediate អីទៅអញ្ចឹងឧទាហរណ៍នៅក្នុងន័យនេះបើយើង call យើងប្រើកិរិយាសព្ទ call គឺយើងអាចគិតថាអានឹងប្រហែលជាមានន័យថា to give someone or something a name អញ្ចឹងទៅបាទប៉ុន្តែសម្រាប់បងប្អូនយើងដែលយើងនៅរៀនកម្រិតដំបូងហើយយើងចង់ព្យាយាមចាំកត់សោមstructure របស់កិរិយាសព្ទហ្នឹងហើយយើងចង់ដឹងថាហ្នឹងខ្មែរយើងមានន័យថាម៉េចto call បូកនឹង object បូកនឹង complement ហ្នឹងគឺគេបកថាហៅឬក៏ដាក់ឈ្មោះឬក៏គិតថានរណាម្នាក់ឬក៏វត្ថុអ្វីមួយនេះថាជាអ្វីមួយអញ្ចឹងទៅអញ្ចឹងឧទាហរណ៍នៅក្នុងនេះខ្ញុំបានដាក់ពណ៌ដើម្បីបងប្អូនចាំ structure អញ្ចឹងនៅក្នុងពាក្យ call ហ្នឹងគឺមាន call ពណ៌ក្រហមនេះមួយមាន object ពណ៌បៃតងហើយនឹង complement បាទតើអានឹងវាចាប់ទម្រង់យ៉ាងដូចម្ដេចអញ្ចឹងនៅក្នុងឧទាហរណ៍នេះឧទាហរណ៍ថា his real name is Nicola but they've called him Nick អញ្ចឹងនៅក្នុងនេះកិរិយាសព្ទ call បូក him វាជា him គឺជា object ជា pronoun មួយដែលមកពីពាក្យ he បាទគាត់មិនពេលដែលវាជា object វាប្រែទម្រង់ទៅជា him បាទហើយ Nick គឺឈ្មោះ Nick បាទអញ្ចឹងវាចាប់ទម្រង់អញ្ចឹងវាមានពាក្យ verb call វាមាន object him ហើយនឹង complement មួយទៀតដែលជា noun បាទឥឡូវយើងបកមកថាឈ្មោះ his real name is Nicola but they've called him Nick អញ្ចឹងបើយើងបកជាខ្មែរឈ្មោះពិតប្រាកដរបស់គាត់គឺ Nicola ប៉ុន្តែពួកគេបានហៅគាត់ថា Nick បាទអញ្ចឹងនៅកន្លែងឆ្លៀតឱកាសនេះខ្ញុំសូមរំលឹកអំពីការបកអញ្ចឹងដែលយើងនិយាយពីមុនអញ្ចឹងនៅក្នុង clause នេះនៅក្នុង clause ចាប់ពី his រហូតដល់ Nicola ដល់ comma នេះវាជា clause មួយបាទជា clause មួយអញ្ចឹងយើងឃើញនេះមាន subject
subject វិញតិចមាន his real name បាទហ្នឹងវាដើរតួជា subject ហើយវាជា noun ឬក៏ noun phrase បងប្អូនសាកគិតមើលបាទវាគឺជា noun phrase បាទអញ្ចឹងនៅក្នុងនេះគឺវាមាន name ជា noun real នេះជា adjective ហើយ his នេះវាក៏ជា adjective ដែរជា possessive adjective ដែលជាគុណនាមបញ្ជាក់ពីកម្មសិទ្ធិអញ្ចឹងដូចអ្នកខ្ញុំបញ្ជាក់របៀបដែលយើងបកនៅពេលដែលយើងឃើញ clause មួយអញ្ចឹងបាទឃើញ clause មួយអញ្ចឹងគឺយើងចាប់ផ្ដើមបកចេញពីប្រធានទៅមុនបកចេញពី subject នៅពេលដែលយើងដឹងជា subject យើងត្រូវបកដេញចេញពីនាមដែលជានាមសំខាន់ noun ដែលសំខាន់អញ្ចឹង noun ដែលសំខាន់នៅក្នុងnoun phrase នេះគឺ name អញ្ចឹងយើងបកថាឈ្មោះពិតប្រាកដរបស់គាត់គឺ Nicola បាទដល់ពេលត្រឹមនេះមកវាមាន conjunction but ហើយវាមាន clause មួយទៀតនេះ clause មួយទៀតវាមានពាក្យ they ហើយគឺនេះគឺជាទម្រង់បំព្រួញតែពិតវាคล้ายមកពាក្យថា they have ប៉ុន្តែគឺបំព្រួញគេថា they've called him Nick អញ្ចឹងនៅក្នុងនេះវាជា clause មួយបាទអញ្ចឹងនៅក្នុង clause ហ្នឹងក៏វាមាន subject ដែរអញ្ចឹង subject នៅក្នុងនេះគឺ they ហើយវាមាន verb phrase ពីរវាមាន have ហើយនិង called បាទអញ្ចឹងនៅពេលដែលយើងបកមាន conjunction មកបកថា conjunction ឡើយនេះបាត់យើងបកថាប៉ុន្តែពួកគេបានហៅគាត់ថា Nick បាទអញ្ចឹងអាហ្នឹងបានម៉ាស៊ីនថននេះអញ្ចឹងយើងបកនៅក្នុងម៉ាស៊ីនថនបើមានតែពិតម៉ាស៊ីនថនយើងដឹងពីមេរៀនមុន sentence គឺចាប់ផ្ដើមពី capital letter អក្សរធំមួយហើយបញ្ចប់ដោយ full stop នេះអានេះយើងហៅ sentence អញ្ចឹងកាលណា sentence វាមាន clause ពីរអញ្ចឹងយើងអាចបកចេញពី clause គោលណាមួយមកបាទហើយនៅពេលយើងមើលចូលក្នុង clause គោលហ្នឹងយើងមើល row subject row verb បាទហើយដល់ពេលយើងដឹង subject ហ្នឹងយើងបកដេញចេញពី noun ដែលសំខាន់បាទដូចជាក្នុងនេះយើងបកនេះយើងមើល clause ហ្នឹងមកយើងបកពី clause ទី1នេះទៅវាថាឈ្មោះឥឡូវខ្ញុំសូមអានអង់គ្លេសម្ដងទៀត His real name is Nicola but they call him Nick អញ្ចឹងមកន័យថាយើងបកចេញពី clause ទី1នេះគឺយើងដឹងថានាមប្រព័ន្ធនេះជា noun phrase ថាឈ្មោះពិតប្រាកដរបស់គាត់គឺ Nicola បាទប៉ុន្តែពួកគេបានហៅគាត់ថា Nick បាទហ្នឹងគឺជារបៀបបកបាទអានេះខ្ញុំរៀងចាក់ឆ្ងាយពីបំណងសំខាន់នៅក្នុង slide នេះបន្តិចបាទព្រោះអានេះឆ្លៀតពេលហ្នឹងចង់ឲ្យយើងដឹងរបៀបបកបាទដល់ពេលចូលក្នុងទម្រង់នៅក្នុងទម្រង់ចាំពាក្យដែលថាយើងត្រូវរៀនថ្ងៃហ្នឹងគឺកិរិយាសព្ទ call បាទអញ្ចឹងនៅក្នុងកិរិយាសព្ទ call ហ្នឹងគឺវាមាន call បូក object ហើយបូកនឹង complement ដែលជាអាចជា noun ឧទាហរណ៍នៅក្នុងនេះ don't call me a liar អញ្ចឹងបកថាកុំហៅខ្ញុំថាជាអ្នកនិយាយភូតបាទអញ្ចឹងវាមាន me ជា object a liar នេះជា noun phrase អញ្ចឹងដើរតួនាទីជា component អញ្ចឹងឆ្លៀតឱកាសនេះដើម្បីឲ្យបងប្អូនបង្កើនពាក្យអង់គ្លេសហើយយើងរៀនឲ្យបានច្រើនគឺយើងត្រូវយកឥឡូវបងប្អូនសាកបង្កើតពាក្យ call ហ្នឹងបាទជាមួយនឹងពាក្យ call បាទឥឡូវខ្ញុំឲ្យបងប្អូនគិតហើយសាកគិតហើយនិយាយប្រាប់ខ្លួនឯងពាក្យ call ហ្នឹងមួយបន្ទាប់មកខ្ញុំនឹងឲ្យឧទាហរណ៍ខ្ញុំបាទអញ្ចឹងឧទាហរណ៍ខ្ញុំដោយសារខ្ញុំកំពុងធ្វើ YouTube ដើម្បីចែកម្លែកចំណេះដឹងដែលខ្ញុំមានអញ្ចឹងឧទាហរណ៍របស់ខ្ញុំ I hope one day they will call me a YouTuber បាទ
I hope one day they will call me a YouTuber ចឹងខ្ញុំសង្ឃឹមថាថ្ងៃណាមួយគេនឹងហៅខ្ញុំថាជាអ្នកផលិតវីដេអូ YouTube បាទចឹងអរគុណទាំងអស់គ្នាសម្រាប់ការចូលរួមនៅក្នុងវីដេអូថ្ងៃនេះហើយសូមជូនពរឲ្យការរៀនភាសាអង់គ្លេសរបស់អ្នកប្រកបដោយជោគជ័យហើយកុំភ្លេចចាំពាក្យនឹងមួយបង្កើតឧទាហរណ៍ឲ្យបានច្រើនដើម្បីបង្កើតជាភាសាអង់គ្លេសហើយនិយាយពាក្យនឹងជាមួយខ្លួនឯងអនុវត្តជាមួយនឹងមិត្តភ័ក្តិឬដែលជាអ្នករៀនភាសាអង់គ្លេសជាមួយដើម្បីយើងបង្កើតឲ្យទៅជាសហគមន៍រៀនសូត្រមួយដើម្បីឲ្យយើងគ្រប់គ្រងគ្នាទៅវិញទៅមកដើម្បីឲ្យភាសាអង់គ្លេសរបស់យើងនឹងបានរីកចម្រើនទាំងអស់គ្នាបាទសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត